នៅក្នុងវីដេអូនេះយើងនឹងនិយាយពីការធ្វើ sidebar menu ដែលយើងអាច click ឲ្យវាដូរ page ដូចក្នុងវីដេអូហ្នឹងចឹងអញ្ចឹង step ដែលយើងត្រូវធ្វើទី1យើងត្រូវបង្កើតទៅជា component សម្រាប់ menu មួយសិនអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើម create ចេញពី icon ទៅអញ្ចឹងយើងមាន icon dashboard icon user ហើយនិង icon setting តោះបើយើងបាន icon នឹង3ហើយយើងនឹងគ្រប់វាបង្កើតវាទៅជា component ដាច់គ្នាអញ្ចឹងខ្ញុំបង្កើតជា component មួយសម្រាប់វាជា multiple component បន្ទាប់ពីបាន multiple component ហើយយើងចាប់ផ្ដើមធ្វើ menu ប៊ូតុងរបស់យើងអញ្ចឹង menu របស់យើងមាន icon អញ្ចឹងខ្ញុំ copy icon ចូលមកអូខេខ្ញុំគ្រប់វាជាមួយគ្នាហើយដាក់ជា auto layout ដើម្បីងាយស្រួលរក្សាកម្រិតហើយនឹង padding របស់វាអញ្ចឹងខ្ញុំកែ padding របស់វាមួយចំនួនដើម្បីឲ្យវាមើលទៅស្អាតយើងដាក់វាទៅជា component សិនហើយតោះមកយើងមកកែ padding អូខេតោះពីកែ padding ហើយយើងដាក់ minimum width ឲ្យវាដើម្បីឲ្យវាតូចបំផុតត្រឹមប៉ុណ្ណាទេណាអូខេបន្ទាប់ពីហ្នឹងមកខ្ញុំបង្កើត property ឲ្យវាដែលមាន property ជា text អញ្ចឹង property text ហ្នឹងយើងនឹងអាចassign វាទៅកាន់ text menu របស់យើងនៅខាងក្នុងតិចទៀតហ្នឹងអញ្ចឹងឥឡូវខ្ញុំបង្កើត property មួយឈ្មោះថា text សិនហើយ default text របស់វាគឺ hello world create property ហើយតមកខ្ញុំទៅបង្កើត property មួយទៀតជា swap instant អញ្ចឹងខ្ញុំដាក់ឈ្មោះវាថាជា icon ហើយខ្ញុំ pick យក instant ដំបូងរបស់ខ្ញុំ default របស់វាហើយតមកយើង select item ផ្សេងទៀតដើម្បីធ្វើជា instant សម្រាប់យើង swap អូខេអញ្ចឹងឥឡូវយើងបាន attach icon នេះជាមួយនឹងproperty របស់ component យើងហើយនឹង text នេះជាមួយនឹង property របស់យើងដែរជា property របស់យើងមានអក្សរ T របស់ខៀវនេះដែលជា component អញ្ចឹងឃើញថាបន្ទាប់ពីភ្ជាប់ហើយវា load ចេញពី hello world ដែលជា default text របស់យើងអូខេអញ្ចឹងខ្ញុំបង្កើតទៅជា component variant មួយទៀតដែលមាន state របស់វាជា hover អញ្ចឹងបានន័យថានៅពេលដែលយើង hover វានឹងដូរ state ទៅជាអញ្ចឹងហើយអញ្ចឹងឥឡូវយើងបដូរ background វាបន្តិចដើម្បីឲ្យវាមើលទៅខុសគ្នាអញ្ចឹងជា default ខ្ញុំ assume ថាវាពណ៌សហើយនឹង hover ឲ្យវាទៅពណ៌រៀងប្រផេះបន្តិចអូខេបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយយើងនឹងចង prototype របស់វាយើងអាច click ទៅកន្លែងនេះហើយបន្តមកដាក់ val hovering ឲ្យវាដើម្បីវាដូរពណ៌អូខេអញ្ចឹងអានេះយើងបានធ្វើច្រើនដងហើយក្នុងវីដេអូមុនរបស់យើងតែសង្ឃឹមថាយើងអាចធ្វើបានទាំងអស់គ្នាហើយបន្ទាប់មកទៀតខ្ញុំនឹងចាប់ផ្ដើម copy component ហ្នឹងដើម្បីយកមកធ្វើជា menu list របស់យើងអូខេអញ្ចឹងនៅកន្លែងនេះយើង copy ចេញមកហើយខ្ញុំនឹង copy path វាបន្តគ្នាដើម្បីឲ្យវាក្លាយជា menu list របស់យើងច្រើនអញ្ចឹងខ្ញុំ copy វាចេញមកមួយខ្ញុំ select វា all ហើយខ្ញុំដាក់ auto layout ឲ្យវាដើម្បីងាយស្រួលយើង control ទៅលើ padding ហើយនឹងgap របស់វាបន្ទាប់ពីបានជា auto layout ហើយយើងអាច copy path ទៅវានឹងធ្លាក់តគ្នាហ្មងអញ្ចឹងអា zoom ឥឡូវថាខ្ញុំមានតែ3 menu សិនបានហើយទៅមកខ្ញុំចាប់ផ្ដើមបដូរវាបដូរ text ឲ្យវាអញ្ចឹងខ្ញុំមិន double click ទេខ្ញុំអាច click ហើយខ្ញុំមកដូរលើ property វិញអញ្ចឹង property ដំបូងនេះយើងដូរ text របស់វាទៅជាdashboard ហ្នឹងហើយខ្ញុំ enter មកហើយខ្ញុំយកទី2ខ្ញុំដាក់ថា user ហើយខ្ញុំដូរ instant វាទៅជា setting ទៅជា user សុំទោសហើយនឹងកន្លែងនេះយើងដាក់ថា setting ហើយដូរ instant របស់វាទៅជា setting អូខេអញ្ចឹងយើងបាន3នេះហើយអញ្ចឹងការពិតទៅយើងអាចយកទៅប្រើបានហ្មងតែសម្រាប់ខ្ញុំមកខ្ញុំអត់ prefer នឹងយកវាយកទៅប្រើ direct ហ្មងខ្ញុំបង្កើតវាទៅជា component សិនដើម្បីងាយស្រួល add time នៅពេលក្រោយទៀតអញ្ចឹងណាអូខេអញ្ចឹងខ្ញុំដើរបង្កើតវាជា component ហើយខ្ញុំដាក់ឈ្មោះវាថា sidebar menu អូខេបន្ទាប់ពីយើងបាន sidebar menu ហើយយើងអាចតេស្តដោយ copy វាយកទៅប្រើសាកមើលសិនក៏បានអូខ
ok យើងយកអា component instance របស់យើងកុំយក main component យើងយកទៅអញ្ចឹងយើងត្រូវប្រកបlạiនឹងថាយើងប្រើ component instance អញ្ចឹងបន្ទាប់ពីវា load មកយើងចាំវាបន្តិចទៅបានវា load ឲ្យយើងអញ្ចឹងណាអញ្ចឹងអានេះបន្ទាប់ពីវា load មកហើយយើងដាក់មក hover ទៅគឺវាផ្លាស់ប្ដូរពណ៌ហើយអញ្ចឹងវា hover របស់យើងបានដើរហើយ menu របស់យើង menu list របស់យើងហ្នឹងក៏ដើរដូចគ្នាដែរអញ្ចឹងអីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺវាអត់មាន background ហើយធម្មតាវាត្រូវមាន background វិញបើយើងប្រើ background ខ្លីវាពិបាកcontrol យើងអត់ដឹងថាវាជាន់មួយ layer ផ្សេងទៀតអត់ចឹងណាអញ្ចឹងឥឡូវខ្ញុំមកគូស layer មួយសម្រាប់ background ហើយដើម្បីយើងដាក់ logo ដាក់អីនៅលើហ្នឹងផងអូខេចុះខ្ញុំរំទៅវាបន្តិចសិនអញ្ចឹងយើងកំណត់យកទំហំណាមួយដែលយើងគិតថាវាសមស្របសម្រាប់យើងទៅវាស៊ីសងទៅលើ screen របស់យើងហើយនឹងទំហំ sidebar យើងចង់បានអញ្ចឹងសម្រាប់ខ្ញុំឥឡូវខ្ញុំដាក់200អូខេខ្ញុំគិតថា200ទំហំនឹងល្មមសម្រាប់ខ្ញុំហើយតមកខ្ញុំនឹងអូសវាចេញមកដើម្បីយកវាទៅធ្វើជាcomponent សិនអូខេហើយខ្ញុំ copy sidebar ខ្ញុំយក sidebar របស់ខ្ញុំយកដាក់នៅលើ frame ហ្នឹងអូខេយើងដាក់វាឲ្យគៀកហើយយើងនឹងឃើញថាវាអត់ពេញអញ្ចឹងយើងនឹងអូសវាឲ្យពេញតែដោយសារយើងមាន layout auto layout នៅលើmenu list របស់យើងហ្នឹងអញ្ចឹងយើងអូសមកវាអត់ខូចរូបរាងទេអូខេអញ្ចឹងឥឡូវខ្ញុំថែម logo អញ្ចឹងអានេះគឺជារបៀបដាក់ logo យើងអាច select រូបភាពយកមកដាក់មកចូល custom ហើយមានកន្លែងចុចនេះយើងអាច upload រូបភាពពី computer យើងបានឬក៏យើងចង់ generate ក៏បានដែរអូខេខ្ញុំដាក់រូបនេះសិនចុះដើម្បីជាការតេស្តបន្ទាប់ពីយើងដាក់រូបហើយយើងចាប់ផ្ដើមមកបន្តធ្វើ menu របស់យើងទៀតអូខេអញ្ចឹងដោយសារយើងឃើញថា padding របស់វាដូចជារៀងទូចពេកអត់សូវស្អាតឥឡូវខ្ញុំថែម padding ឲ្យវាឡើងទៅ8ហើយអត់ស្អាតយើងថែមទៅ12ឲ្យវាស្អាតជាងនឹងតិចអូខេខ្ញុំឃើញថាវា12ហើយអញ្ចឹងវាស្អាតហើយអូខេអញ្ចឹងអានេះអត់អីអានេះខូចរូបរាងតិចតួចក៏បានដែរតែយើងអូសវាបន្តិចក៏បានដើម្បីវាមើលទៅអត់ធ្លាក់អក្សរអូខេអញ្ចឹងឥឡូវបើសិនបញ្ចប់យើងដាក់បានប៉ុណ្្នឹងហើយខ្ញុំបង្កើតវាទៅជា component អូខេហើយដូរឈ្មោះវាទៅជា sidebar ចឹងបន្ទាប់ពីយើងដូរវាទៅ sidebar ហើយយើង copy វាដើម្បីយកទៅដាក់ទៅលើ screen របស់យើងដើម្បីយកទៅ play បានអូខេអញ្ចឹងនៅពេលដែលយើង preview មើលទៅនៅពេលដែលយើងចូល preview មើលទៅយើងនឹងឃើញថាអានេះរបស់យើងតែយើងដាក់មកលើទៅ hover ទៅវាខូចរូបរាងមូលហេតុដោយសារមកអីដឹងអត់គឺដោយសារមកពីយើងដូរតែនៅលើ component state default តែនៅលើ state hover គឺ padding វានៅចាស់ដែរអញ្ចឹងពេលដែលវា hover ទៅវាដូររូបរាងអញ្ចឹងឥឡូវយើងដូរមក12ដូចគ្នាមកប៉ុនគ្នាអញ្ចឹងនៅពេលដែលយើងទៅតេស្តភាសាទៀតវាឡើងខូច layout ហើយអូខេហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងចាប់ផ្ដើមcopy វាឆ្លងទៅ page ពី page 1ទៅ page 1ឥឡូវយើងមាន3 page យើងអាច copy ទៅ3 page សិនអូខេអញ្ចឹងបន្ទាប់ពីយើង copy ឲ្យអស់យើងចាប់ផ្ដើមចង prototype ឲ្យវាអញ្ចឹងយើងត្រូវ prototype របស់យើងត្រូវ double click ទៅលើ component main ដើម្បីឲ្យវាមានភាពងាយស្រួលបើយើងអូសតាម page មួយវានឹងយូរអញ្ចឹងយើងអូសទៅ component main មួយវានឹង effect ទៅទាំងអស់ហើយអញ្ចឹងឥឡូវខ្ញុំអូសខ្សែទៅ navigate ទៅកាន់ page មួយអញ្ចឹងឃើញ page នេះរៀងឆ្ងាយអញ្ចឹងខ្ញុំអូសឆ្ងាយទៅហើយអញ្ចឹងវានឹងរៀងពិបាកបន្តិចអញ្ចឹងអានោះសម្រាប់ page ទី2អញ្ចឹងឥឡូវ page ទី3យើងប្រើវិធីមួយទៀតគឺយើងចងវាតាមរយៈការ click ទៅលើ interaction វិញអញ្ចឹងយើង click សញ្ញាបូកនេះមកហើយយើង on click navigate to ហើយទៅ screen ដែលយើងចង់ទៅអូខេអញ្ចឹងវាផ្ដល់ភាពងាយស្រួលសម្រាប់យើងមិនបាច់អូសឆ្ងាយដូចមិញទេអញ្ចឹងនៅពេលដែលខ្ញុំ click ទៅលើ page មួយផ្សេងទៀតយើងនឹងឃើញថា prototype ត្រូវបានចងទាំងអស់ដោយសារអីដោយសារយើងធ្វើជា component main មួយហើយយើងយកមក reuse នៅគ្រប់ screen របស់យើងអញ្ចឹងឥឡូវខ្ញុំថែម text បន្តិចអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ text នៅលើ page មួយហើយយើងអាចដឹងថានៅពេលដែលយើង switch page នឹង switch ត្រឹមត្រូវតាមអ្វីដែលយើងចង់បានមែនអូខេអញ្ចឹង
ដើរហើយអីដែលយើងចង់បានគឺយើង select ទៅតាម page មួយអញ្ចឹងអីដែលយើងមូលហេតុអីបានយើងត្រូវធ្វើ component អញ្ចឹងដើម្បីងាយស្រួលនៅពេលដែលយើងចង់ថែម page ថ្មីឧទាហរណ៍យើងចង់ថែម page សម្រាប់ wallet មួយទៀតអញ្ចឹងឥឡូវខ្ញុំបង្កើត icon ថ្មីមកសិនខ្ញុំចូលទៅ material UI ដែរហើយតមកបង្កើត icon សម្រាប់ wallet អញ្ចឹងខ្ញុំគ្រាន់តែ overlay នឹងយកមកហើយបង្កើតវាទៅជា component ថ្មីមួយទៀតសម្រាប់ឲ្យយើងទុក swap អូខេចូល design ហើយចុចយក create component អញ្ចឹងយើងចូលមកកាន់ component menu របស់យើងហើយយើង edit ទៅលើ component swap របស់យើងថែម wallet ចូលមួយទៀតអញ្ចឹងខ្ញុំអាចបង្កើត menu ថ្មីមួយ copy paste មកវានឹងធ្លាក់ចូលមកហើយខ្ញុំដូរ text ហើយនឹងinstant icon របស់វាអញ្ចឹងខ្ញុំថែម wallet អូខេអញ្ចឹងឃើញថានៅគ្រប់ page ទាំងអស់ចាប់ផ្ដើមមាន wallet ហើយអញ្ចឹងអាហ្នឹងជាផលប្រយោជន៍របស់ component ឃើញស្រួលនៅពេលដែលយើងធ្វើអញ្ចឹងមានគ្រប់ page ហើយឥឡូវយើងចង់ prototype សម្រាប់ wallet យើងបង្កើត page ថ្មីមួយទៀតសម្រាប់ wallet អញ្ចឹងនៅពេលដែលយើងបង្កើត page ថ្មីសម្រាប់ wallet យើងចងពី component មេដូចគ្នាអញ្ចឹងយើងគ្រាន់តែ prototype ទៅកាន់page ទី4របស់យើងបាញ់មិញហ្នឹង on click navigate to ហើយ select MacBook Air for screen 4របស់យើងហ្នឹងអញ្ចឹងគ្រាន់តែប៉ុណ្្នឹងវា link ទៅបានសម្រាប់ហើយអញ្ចឹងបន្ទាប់ពីវា link បានសម្រាប់យើងអាចចាប់ផ្ដើមទៅតេស្តបានហើយតែមុនតេស្តខ្ញុំដូរអានេះទៅជា wallet សិនដើម្បីស្រួលចំណាំថាហ្នឹងគឺជា page wallet អូខេអញ្ចឹងបើសិនជាខ្ញុំចូលមកpage នេះចូលមកវានឹង loading plate ដែរនៅពេលដែលវា loading ចប់យើងនឹងបាន page ថ្មីដែលមាន wallet ក្នុងហ្នឹងអញ្ចឹងយើង click ទៅនឹងមកកាន់ page wallet របស់យើងហើយអូខេអញ្ចឹងបានន័យថានៅពេលដែលយើង add ប៊ូតុងថ្មីគឺមានភាពងាយស្រួលហើយលឿនរហ័សហើយវា effect ទៅកាន់គ្រប់ page ទាំងអស់ដែលយើងចង់ឲ្យវាទៅអញ្ចឹងអីដែលយើងនៅខ្វះខាតឥឡូវហ្នឹងគឺយើងអត់ទាន់ឃើញselected state នៅពេលដែលយើងបដូរ page អញ្ចឹងដើម្បីធ្វើឲ្យមាន selected state យើងត្រូវបង្កើត state ថ្មីសម្រាប់ menu របស់យើងគឺ state selected ហើយអញ្ចឹងខ្ញុំដូរ background របស់វាទៅជាពណ៌ដែលរៀងដិតបន្តិចខ្ញុំអាចប្រើពណ៌primary ដែលយើងមានស្រាប់ក៏បានដែរដើម្បីងាយស្រួលចំណាំអូខេអញ្ចឹងខ្ញុំប្រើពណ៌ខៀវនឹងឲ្យ primary របស់យើងទៅអញ្ចឹងខ្ញុំអត់ដូរនៅលើ component មេតែខ្ញុំទៅដើរដូរទៅលើ component មួយវិញអញ្ចឹង page នេះយើងដឹងទៅជា page dashboard ហើយអញ្ចឹងយើងដូរវាមក selected មកវានឹង selected ហើយ page ផ្សេងទៀតក៏ repeat ធ្វើដូចគ្នាមក page user យើង select user ហើយ selected page នេះយើង selected មកហ្នឹងហើយច្រឡំតិចគឺ page នេះ page setting ហើយអញ្ចឹងយើងដូរ control Z មកហើយខ្ញុំដាក់នេះទៅជា setting វិញហើយ page នេះបានជា page wallet អូខេអញ្ចឹងបើយើងមកតេស្តមើលម្សិលទៀតពេលដែលយើង click ទៅវានឹងដូរ page ហើយនឹង selected ទៅតាមអីដែលយើងចង់បានអូខេអញ្ចឹងអាហ្នឹងគឺជាការធ្វើ sidebar របស់យើងខ្ញុំសង្ឃឹមថាទាំងអស់គ្នាអាច follow មកដល់ step នេះហើយអាចធ្វើបានទាំងអស់គ្នាអូខេអរគុណច្រើន